ការផ្ទុះអាវុធនៅខាងភាគីថៃគណៈក្រុមអ្នកសង្កេតការ AOT កំពុងចុះទៅពិនិត្យនៅច្រកចមួយតំបន់ថ្មដាក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថានៅព្រឹកថ្ងៃទី19 ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង 11:08 នាទីព្រឹកក្រុមអ្នកសង្កេតការអាស៊ាន AOT បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទសប្បិញនៅច្រកចមួយឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅអំឡុងពេលចុះពិនិត្យនោះមានការផ្ទុះអាវុធនៅខាងភាគីថៃបើតាមក្រសួងការពារជាតិដើម្បីសុវត្ថិភាពក្រុមអ្នកសង្កេតការអាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះនិងដកថយត្រឡប់វិញ